បើផ្នែកឡើងការងារទាំងព្រឹកព្រលឹមចុងសប្តាហ៍ជួយឪពុកម្ដាយថ្ងៃនេះមកធ្វើចម្រាស់ស្មៅហើយនឹងស្លឹកឈើដើមឫស្សីផ្អែមដែលណាម្ដាយឪពុករបស់ខ្ញុំក៏បានដាំឥឡូវចាប់ផ្ដើមធ្វើសម្អាតវាជារៀងរាល់ថ្ងៃបងប្អូនបានដើម្បីយកទៅពាំងដើម្បីស្លហើយដើមរបស់វាយើងអាចកែច្នៃធ្វើជារបស់ប្រើប្រាស់ជាច្រើនដូចជាធ្វើលបងធ្វើតុកទូកៅអីបានអញ្ចឹងពីដំណើរពីការងារគឺមានតែប៉ុណ្្នឹងឯងបងប្អូនកសិករអ្នកចំការព្រឹកល្ងាចគឺរៀបចំថែទាំដំណាំឲ្យបងប្អូនបានអញ្ចឹងបងប្អូនសុខសប្បាយទេបងប្អូនបានថ្ងៃនេះខ្ញុំក៏មានវីដេអូមួយដែរបានថ្ងៃនេះបង្ហាញពីការរៀបចំកន្លែងសុំដាំដំណាំរបស់ឪពុកម្ដាយរបស់ខ្ញុំបាទអញ្ចឹងឆ្លៀតពីការងារសារទឹកអីហ្នឹងគឺមកឲ្យបងប្អូនអើយគឺមករៀបចំឈូសឆាយជីកដាក់ថែទាំដំណាំដល់បងប្អូនចុំបងប្អូនដែលថ្មីកុំបាក់ទឹកចិត្តបងប្អូនអើយខ្ញុំតែធ្វើបានរយៈពេល1ខែដែរទេចឹងចេះតែព្យាយាមធ្វើទៅមុខទៀតព្រោះដោយសារយើងឃើញបទពិសោធន៍បងដៃចាស់គាត់បានណែនាំថាយើងព្យាយាមធ្វើទៅកុំបាក់ទឹកចិត្តទាំងអស់គ្នាអីព្រោះការគិតថាគ្មាន view មើលគ្មានអ្នកគាំទ្រយើងធ្វើឲ្យយើងបាក់ទឹកចិត្តចឹងយើងជាអ្នកMMO ឬក៏ creator ដែលថ្មីយើងត្រូវតែព្យាយាមដើម្បីបន្តទៅមុខទៀតដើម្បីគ្រប់ target របស់ Facebook គេតម្លាក់ធូរសៀកមកយើងអញ្ចឹងណាអញ្ចឹងខ្ញុំជាដៃថ្មីដែរទេខ្ញុំមិនទាន់ជោគជ័យអីទេប៉ុន្តែចេះតែធ្វើវីដេអូថ្មីដើម្បីឲ្យបងប្អូនទស្សនាហើយនឹងដើម្បីឲ្យក្រុមគ្រួសារខ្ញុំគឺមានភាពសប្បាយរីករាយបានហើយនេះគឺការទិដ្ឋពាំងអស័យលើចាប់ផ្ដើមដោះមកទីលបងខែនេះវាអត់តន់ដោះបានល្អទេតើខែភាសាទៅយើងពូនជីទៅវាឡើងល្អណាស់បងប្អូនបានអញ្ចឹងបងប្អូនកុំបាក់ទឹកចិត្តអីស៊ូឡើងបងប្អូនបានអញ្ចឹងវាដូចជាហើយដើមឫស្សីនឹងប្រៀបធៀបដូចជាមនុស្សយើងសពថ្ងៃអញ្ចឹងដែរបានគឺដើមឫស្សីមិនต้องដោះគឺចិញ្ចឹមពីដីខ្លាយជាទំពាំងហើយបានលូតលាស់ខ្លាយជាដើមឫស្សីលូតទៅខ្ពស់ត្រដែតដើម្បីចេញផ្កាយផ្លាស្លឹកបាទអញ្ចឹងយើងជាមនុស្សយើងក៏ដូចទាំងដែរត្រូវតែខំប្រឹងតស៊ូដើម្បីជំនះទៅដល់គោលដៅនិងក្តីសុខរបស់ក្រុមគ្រួសារបាទហើយខ្ញុំបាទជំនះបានខ្លះហើយរៀបចំបានខ្លះហើយដែលយើងហត់តិចដែរបងប្អូនអើយប៉ុន្តែយើងត្រូវតែតស៊ូជាយាមអ្នកចំការអ្នកធ្វើការគឺដូចគ្នាគឺខិតតែខំប្រឹងទៅមុខតអស់គ្នាបានអញ្ចឹងយើងបងប្អូនទាំងអស់កុំអស់សង្ឃឹមអីអញ្ចឹងព្យាយាមជាមួយគ្នាបានជាមួយនឹងខ្ញុំគឺយើងទៅទាំងអស់គ្នាបានអញ្ចឹងយើងបងប្អូនត្រូវតែយើងដៃថ្មីជួយគ្នាសហការគ្នាបាទអូយក្តៅណាស់បងប្អូនបាទអញ្ចឹងយើងសហការគ្នាទៅជួយគ្នាទៅវិញទៅមកដើម្បីធ្លាក់ធូលឲ្យគ្រប់គោលការណ៍ទៅមុខទៀតបាទចឹងខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនបាទសូមឲ្យបងប្អូនទាំងអស់គ្នាគឺគ្រប់គោលការណ៍ធ្លាក់ធូរ CM ទាំងអស់គ្នាហេងបាទចឹងយើងកុំបោះបង់ណាបងប្អូនអភិវឌ្ឍទៅមុខទាំងអស់គ្នាហើយវីដេអូនេះគេរឿងវែងទៀតបងប្អូនដោយសារក្រុមហ៊ុនត្រូវឲ្យមានវីដេអូខ្លីហើយនឹងវែងហើយខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនថ្ងៃនេះគឺមកមើលតំពាំងជីកដើម្បីយកទៅស្លបានអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាយើងត្រូវតែ
ទៅមុខតអរគ្នាបានអរគុណច្រើនជំរាបលាហេងបាយបាយ